I think something needs to be done to cut off ក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកបានបង្ហាញពីការព្រួយបារម្ភជុំវិញការប្រយុទ្ធគ្នាស្លាប់និងរបួសមនុស្សជាច្រើនអ្នកនៅព្រំដែនកម្ពុជាថៃតាមរយៈគេហទំព័រផ្លូវការដែលបានចេញផ្សាយអំពីសេចក្តីថ្លែងការណ៍របស់លោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាមេរិកកាលពីថ្ងៃទី9ខែធ្នូក្រសួងបានរៀបរាប់ថាសហរដ្ឋអាមេរិកមានការព្រួយបារម្ភពីការបន្តប្រយុទ្ធគ្នាការស្លាប់និងរបួសមនុស្សនៅច្រើនទីតាំងតាមបណ្ដោយព្រំដែនកម្ពុជាថៃប្រភពបន្តថាយើងជំរុញយ៉ាងមុតមាំឲ្យបញ្ឈប់ជាបន្ទាន់នៅអរិភាពការការពារជនស៊ីវិលនិងសមាភិកីទាំងសងខាងត្រឡប់ទៅរកវិធានការបន្ធូរបន្ថយដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរថ្ងៃទី26ខែតុលាដែលចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីកម្ពុជាថៃនិងធ្វើជាសាក្សីដោយប្រធានាធិបតីត្រាំនិងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកអាន់វ៉ាអ៊ីប្រាហ៊ីមការបង្ហាញពីភាពព្រួយបារម្ភនេះបានធ្វើឡើងនៅមួយថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានចេញមុខប្រកាសជំរុញឲ្យកម្ពុជានិងថៃគោរពបទឈប់បាញ់មន្ត្រីរដ្ឋបាលជាន់ខ្ពស់មួយរូបបាននិយាយកាលពីថ្ងៃច័ន្ទទី8ខែធ្នូថាលោកដូណាល់ត្រាំរំពឹងថាកម្ពុជានិងថៃគោរពទាំងស្រុងនៃការបដិញ្ញាចិត្តបទឈប់បាញ់របស់ប្រទេសទាំងពីរបន្ទាប់ពីមានការប៉ះទង្គិចគ្នាជាថ្មីនៅតាមព្រំដែនដែលបានបង្ខំឲ្យមនុស្សរាប់ពាន់នាក់ភៀសខ្លួនប្រធានាធិបតីត្រាំបដិញ្ញាបន្តបញ្ឈប់អំពើហិង្សាហើយរំពឹងថារដ្ឋាភិបាលកម្ពុជានិងថៃនឹងគោរពទាំងស្រុងនៅការបដិញ្ញាចិត្តរបស់ពួកគេក្នុងការបញ្ចប់ចំនួននេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNA